តើមនុស្សពីរនាក់ដែលស្រឡាញ់គ្នាហ៊ានស្លាប់ជាមួយគ្នាដើម្បីការពារស្នេហារបស់ពួកគេអត់សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីថ្ងៃនេះខ្ញុំនឹងនិយាយអំពីរឿងរ៉ាវស្នេហាដ៏កំសត់មួយគូរបស់ជប៉ុនដែលជារឿងរ៉ាវស្នេហារបស់អូហាត់ស៊ឹហើយនិងតូគូបេហើយរឿងរ៉ាវស្នេហារបស់ពួកគេនឹងត្រូវបានគេចងចាំទុករហូតមកដល់សប្តាហ៍ថ្ងៃហ្នឹងអញ្ចឹងយើងទៅដឹងទាំងអស់គ្នាថាតើអូហាត់ស៊ឹហើយនិងតូគូបេនឹងគឺជាណាគេហើយហេតុអីបានជារឿងរ៉ាវស្នេហារបស់ពួកគេនឹងត្រូវបានគេចងចាំទុកមកដល់សប្តាហ៍ថ្ងៃអូហាត់ស៊ឹគឺជាស្ត្រីម្នាក់ដែលធ្វើការនៅបនមួយកន្លែងដែលបននឹងស្ថិតនៅក្នុងទីក្រុងអូសាកាអញ្ចឹងនៅក្នុងសម័យអេដូស្ត្រីដែលគាត់ជាអ្នករកស៊ីផ្លូវភេទដែលធ្វើការនៅក្នុងផ្ទះបននឹងគាត់មិនមែនត្រឹមតែធ្វើការបម្រើសេវាកម្មផ្លូវភេទទេប៉ុន្តែស្ត្រីទាំងអស់ហ្នឹងត្រូវបានគេបណ្ដុះបណ្ដាលឲ្យចេះលេងតន្ត្រីឲ្យចេះតែងកំណាព្យឲ្យចេះរាំចេះឆុងតែហើយក៏ត្រូវបានគេបង្រៀនពីរបៀបរបបនៅក្នុងការនិយាយស្ដីផងដែរបើទោះបីជានារីទាំងអស់ហ្នឹងរស់នៅដោយស្លៀកពាក់ស្អាតតែងខ្លួនស្អាតហើយត្រូវបានគេបង្រៀនឬក៏វឹកហាត់អញ្ចឹងមែនប៉ុន្តែជីវិតរបស់ពួកគេអត់មានសេរីភាពទេបានន័យថាពួកគេគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ម្ចាស់ផ្ទះបននិងហើយការសម្រេចចិត្តក្នុងរឿងរ៉ាវផ្សេងគឺមិនមែនជាជំរឿសរបស់ពួកគេហើយបើសិនជាពួកគេចង់មានសេរីភាពលុះត្រាតែមានបរិះណាម្នាក់ចំណាយលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីលួសពួកគេចេញពីក្នុងផ្ទះបននឹងទៅទើបអាចនាំឲ្យពួកគេមានសេរីភាពបានតូគូបេវិញគឺជាកម្មករម្នាក់ដែលធ្វើការនៅក្នុងឧស្សាហកម្មផលិតទឹកស៊ីអ៊ីវរបស់ពូរបស់គេនិយាយថាតូគូបេនឹងគាត់គឺជាបរិះម្នាក់ដែលមានចិត្តល្អស្មោះត្រង់ហើយខិតខំធ្វើការនៅក្នុងថ្ងៃមួយតូគូបេបានជួបអូហាត់ស៊ឹនៅក្នុងផ្ទះបនដែលនាងធ្វើការហើយក៏បានលងស្រឡាញ់ជាមួយនឹងអូហាត់ស៊ឹនឹងទៅរីឯអូហាត់ស៊ឹវិញក៏បានលងស្រឡាញ់តូគូបេដូចគ្នាដោយសារតែនាងបានមើលឃើញអំពីសេចក្តីស្រឡាញ់ស្មោះស្ម័គ្ររបស់តូគូបេចំពោះនាងដោយនាងគិតថាតូគូបេនឹងគឺស្រឡាញ់នាងដោយស្មោះចេញពីចិត្តមិនមែនមើលមកនាងក្នុងនាមត្រឹមតែជាមនុស្សស្រីម្នាក់ដែលរកស៊ីបម្រើសេវាកម្មផ្លូវភេទទេតូគូបេនឹងមិនមែនមើលឃើញនាងគ្រាន់តែជាទំនិញទេប៉ុន្តែគឺស្រឡាញ់នាងដោយស្មោះអស់ពីចិត្តដែលផ្ទុយពីបរិះអ្នកមានផ្សេងទៀតដែលមកលេងបនកំសាន្តនឹងហើយតាក់ទងជាមួយនាងដើម្បីគ្រាន់តែចង់រួមភេទជាមួយនាងអញ្ចឹងបន្ទាប់ពីបានលងស្រឡាញ់ជាមួយនឹងអូហាត់ស៊ឹហើយតូគូបេនឹងបានសន្យាជាមួយនឹងខ្លួនឯងថាគេនឹងខិតខំធ្វើការហើយខិតខំប្រឹងប្រែងសំលុយទុកដើម្បីថ្ងៃណាមួយពេលដែលគេមានលុយគ្រប់គ្រាន់គេនឹងលួសយកអូហាត់ស៊ឹនឹងចេញពីក្នុងផ្ទះបននឹងហើយពួកគេនឹងកសាងអនាគតមួយជាមួយគ្នានិងរស់នៅយ៉ាងមានក្តីសុខជាមួយគ្នាប៉ុន្តែរឿងរ៉ាវគ្រប់យ៉ាងវាមិនងាយស្រួលដោយការគិតរបស់ពួកគេទេនៅក្នុងថ្ងៃមួយពូរបស់តូគូបេនឹងបានរៀបចំពិធីមង្គលការមួយឲ្យទៅតូគូបេដោយគាត់ចង់ឲ្យតូគូបេនឹងរៀបការជាមួយនឹងនារីម្នាក់ទៀតដែលគាត់សង្ឃឹមថាការរៀបការជាមួយនារីម្នាក់នឹងជួយលើកមុខលើកមាត់ឲ្យតូគូបេហើយនឹងជួយឲ្យជីវិតរបស់តូគូបេប្រសើរជាងមុនប៉ុន្តែតូគូបេវិញគេអត់យល់ព្រមជាមួយនឹងអាពាហ៍ពិពាហ៍នឹងទេគឺគេបាននិយាយជាមួយនឹងពូរបស់គេថាគេនឹងមិនរៀបការជាមួយអ្នកណាដាច់ខាតក្រៅពីអូហាត់ស៊ឹអញ្ចឹងដោយខឹងនឹងតូគូបេដែលហ៊ានជំទាស់ជាមួយនឹងបំណងរបស់គាត់ពូរបស់តូគូបេនឹងក៏បានបញ្ឈប់គាត់អត់ឲ្យទៅធ្វើការនៅក្នុងឧស្សាហកម្មនឹងទៀតទេអញ្ចឹងចាប់ពីពេលនឹងមកតូគូបេក៏បានក្លាយទៅជាមនុស្សម្នាក់ដែលអត់មានការងារធ្វើអញ្ចឹងបន្ទាប់ពីបាត់បង់ការងារមិនបានប្រមាណផងក៏មានរឿងរ៉ាវមួយទៀតបានកើតឡើងទៅលើតូគូបេដោយពីមុនតូគូបេបានឲ្យលុយរបស់គាត់មួយចំនួនទៅកាន់មិត្តភ័ក្តិរបស់គាត់ខ្ចីដែលមិត្តភ័ក្តិហ្នឹងមានឈ្មោះថាគូហេជីហើយនៅពេលដែលគាត់អត់មានការងារអញ្ចឹងទៅគាត់ចង់បានលុយមកវិញគាត់ក៏ទៅទារលុយហ្នឹងពីគូហេជីមកវិញប៉ុន្តែគូហេជីហ្នឹងមិនឲ្យលុយមកកាន់តូគូបេវិញហើយថែមទាំងដើរចោទប្រកាន់និងស្រែកប្រកាសមនុស្សគ្រប់គ្នាថាតូគូបេហ្នឹងគឺជាមនុស្សកុហកហ៊ានមកទារលុយគេទាំងដែលគេអត់បានចាពាក់លុយរបស់តូគូបេសោះថាតូគូបេហ្នឹងគឺជាមនុស្សអាក្រក់ហើយដើរលាបពណ៌ចោទប្រកាន់តូគូបេឡើងពេញហ្នឹងអញ្ចឹងដោយសារតែតូគូបេគាត់អត់មានផុសតាងដើម្បីបញ្ជាក់អំពីភាពស្អាតស្អំរបស់គាត់ទេអញ្ចឹងហើយទើបមនុស្សគ្រប់គ្នាហ្នឹងសុខចិត្តជឿអាប៉ែកគូហេជីហ្នឹងហើយអត់ជឿតូគូបេទេហើយចាប់ពីពេលហ្នឹងទៅតូគូបេហ្នឹងបាត់បង់ទាំងលុយបាត់បង់ទាំងការងារហើយបាត់បង់ទាំងកិត្តិយសទៀតអញ្ចឹងនៅក្នុងប្រទេសជប៉ុនក្នុងសម័យអេដូហ្នឹងមុខមាត់កិត្តិយសពិតជាសំខាន់ខ្លាំងមែនទែនកាលណាដែលកិត្តិយសយើងត្រូវបានឆ្លាក់ចុះចឹងហើយយើងទៅធ្វើការកន្លែងណាក៏គេអត់ចង់ទទួលទៀតដែរអញ្ចឹងពេលហ្នឹងតូគូបេគឺគាត់អស់សង្ឃឹមក្នុងជីវិតខ្លាំងមែនទែនហើយបំណងដែលគាត់ថាសំលុយដើម្បីលុះអូហាត់ស៊ឹចេញពីផ្ទះបនហ្នឹងក៏អត់បានសម្រេចដែរដោយសារឥឡូវហ្នឹងគាត់អត់មានលុយអត់មានមុខមាត់អត់មានការងារទៀតអញ្ចឹងគាត់គិតថាជីវិតគាត់ហ្នឹងគឺអត់មានសេះសល់ទៀតទេអញ្ចឹងដោយសារតែអស់សង្ឃឹមខ្លាំងពេកនៅក្នុងជីវិតគាត់ក៏ទៅជួបអូហាត់ស៊ឹជាលើកចុងក្រោយដោយពួកគេបានណាត់ជួបគ្នានៅជិតកន្លែងដែលជាទីសក្ការៈបូជាមួយដែលមានឈ្មោះថា Tsuyu-no-ten ហើយបានជួបគ្នានៅនឹងអញ្ចឹងនៅពេលដែលទៅជួបគ្នានឹងតូគូបេគឺគាត់បានលាក់ខ្លួននៅក្រោមរានអង្គុយមួយហើយអូហាត់ស៊ឹគាត់អង្គុយនៅពីលើនឹងហើយខណៈពេលដែលគាត់ទៅដល់នឹងអាប៉ែកគូហេជីនឹងក៏
ក៏ទៅដល់នឹងដែរហើយពេលដែលអបិគុហេជីនឹងទៅដល់នឹងគឺគេស្រែកជេរបតិចទៅកាន់តូគឹបេហើយនៅតែបន្តប្រមាថមើងងាយលាបពណ៌ថាតូគឹបេនឹងគឺជាមនុស្សអាក្រក់ហើយតូគឹបេដែលលាក់ខ្លួននៅខាងក្រោមនឹងគាត់ខឹងខ្លាំងមែនទែនគាត់ចង់តែចេញមកក្រៅហើយដើម្បីនិយាយជំរះបញ្ជីគ្នាដាច់ស្រេចជាមួយនឹងគុហេជីនឹងឯងប៉ុន្តែភ្លាមនឹងអូហាត់សឹបានយកជើងរបស់នាងរាំងកុំឲ្យតូគឹបេនឹងចេញមកពីខាងក្រោមនឹងនាងបានប្រើជាសញ្ញាតាមរយៈជើងរបស់នាងនឹងដើម្បីឃាត់គាត់កុំឲ្យចេញមកពីក្រោមរាននឹងដោយសារតែកាលណាតែគាត់ចេញមកចឹងទៅអ្នកផ្សេងទៀតដែលនៅនឹងអាចនឹងធ្វើការវាយប្រហារទៅកាន់ពួកគេឬក៏ជេរបតិចពួកគេកាន់តែខ្លាំងលើសដើមនៅក្នុងយប់នឹងអូហាត់សឹហើយនឹងតូគឹបេបាននិយាយភាសាផ្លូវចិត្តជាមួយគ្នាដោយពួកគេបានព្រមព្រៀងគ្នាថាបើសិនជាអត់អាចរស់នៅជាមួយគ្នាបានទេអញ្ចឹងពួកគេនឹងស្លាប់ជាមួយគ្នាហើយបន្ទាប់មកពួកគេក៏បានចាក់ចេញពីទីសក្ការៈបូជានឹងហើយដើរទៅកាន់ព្រៃមួយដែលមានឈ្មោះថាសូនេសាគិហើយបានព្រមព្រៀងគ្នាថាស្លាប់ជាមួយគ្នានៅក្នុងព្រៃនឹងមុននឹងស្លាប់ជាមួយគ្នាតូគឹបេហើយនឹងអូហាត់សឹបានសច្ចាជាមួយគ្នាថាបើសិនជាជាតិនឹងពួកគេអាចជួបគ្នាអាចរស់នៅជាមួយគ្នាបានទេអញ្ចឹងពួកគេសុខចិត្តស្លាប់ជាមួយគ្នាល្អជាងហើយពួកគេសង្ឃឹមថាពួកគេនឹងអាចមានឱកាសបានជួបគ្នាម្ដងទៀតនៅក្នុងជីវិតថ្មីអញ្ចឹងបន្ទាប់ពីបានសច្ចាជាមួយគ្នាហើយបើយោងទៅតាមកំណត់ត្រាដែលគេកត់ទុកនឹងគេបាននិយាយថាតូគឹបេគាត់បានយកកណាត់រុំចង្កេះដែលមានឈ្មោះថាអូប៊ីនឹងទៅរត់កអូហាត់សឹដើម្បីឲ្យនាងឆាប់ស្លាប់កុំឲ្យនាងនៅឈឺចាប់យូរពេកហើយបន្ទាប់ពីសម្លាប់អូហាត់សឹហើយតូគឹបេនឹងក៏បានយកក្បិតមកកាត់ផ្ដាច់កំពង់កខ្លួនឯងសម្រាប់ខ្លួនទៅតាមក្រោយអូហាត់សឹដែរអូហាត់សឹនិងតូគឹបេបានស្លាប់នៅក្នុងខែមករានៅឆ្នាំ1703ហើយការស្លាប់របស់ពួកគេបានធ្វើឲ្យមនុស្សគ្រប់គ្នាដែលរស់នៅទីក្រុងអូសាកានឹងមានការភ្ញាក់ផ្អើលជាខ្លាំងក្រោយពីការស្លាប់របស់ពួកគេការពិតក៏ត្រូវបានលាតត្រដាងគូហេជីនឹងបានចេញមកបកស្រាយថាការពិតទៅគេពិតជាបានខ្ចីលុយរបស់តូគឹបេមែនហើយគេនឹងគឺជាអ្នកកុហកជាអ្នកដែលលាបពណ៌តូគឹបេរីឯតូគឹបេការពិតទៅគឺគាត់ស្អាតស្អំទេរីឯពូរបស់តូគឹបេវិញគាត់បានឈប់ខឹងជាមួយនឹងតូគឹបេទៀតហើយគាត់ព្រមលើកលែងទោសឲ្យតូគឹបេប៉ុន្តែគ្រប់យ៉ាងវាហួសពេលហើយដោយសារតែតូគឹបេនិងអូហាត់សឹគាត់បានស្លាប់បាត់ហើយក្រោយពីការស្លាប់របស់អូហាត់សឹហើយនឹងតូគឹបេអស់រយៈពេលប្រហែលជាប្រហែលសប្តាហ៍ក្រោយមកអ្នកនិពន្ធល្បីល្បាញជនជាតិជប៉ុនម្នាក់ដែលមានឈ្មោះថាឈីកាស៊ឹមុនសែមុនបានសរសេររឿងរ៉ាវរបស់ពួកគេនឹងហើយចងក្រងវាខ្ល้ายទៅជាសាច់រឿងល្ខោនតុក្កតាមួយដែលបានដាក់ចំណងជើងឲ្យល្ខោនមួយនឹងថា The Love Suicide at Zonesaki ដែលបានធ្វើឲ្យអ្នកទស្សនាគ្រប់គ្នាមានការក្តុកក្តួលនិងស្រក់ទឹកភ្នែកក្រោយពីបានទស្សនារឿងមួយនឹងអ្នកខ្លះទៀតសុខចិត្តជិះមកពីចម្ងាយដើម្បីមកទស្សនាល្ខោននឹងផងដែរដោយសារតែបែបហ្នឹងហើយទើបធ្វើឲ្យអូហាត់សឹហើយនឹងតូគឹបេនឹងបានក្លាយទៅជានិមិត្តរូបនៃស្នេហាអមតៈដែលអាចបំបែកបានប៉ុន្តែក្រោយពីការល្បីល្បាញនៃរឿងរ៉ាវល្ខោននឹងមកបានធ្វើឲ្យគូស្នេហ៍មួយចំនួនដែលពួកគេគិតថាពួកគេអាចរស់នៅជាមួយគ្នាបាននឹងចាប់ផ្ដើមសម្លាប់គ្នាទៅវិញទៅមកដោយសារតែពួកគេបានយកគំរូតាមអូហាត់សឹហើយនឹងតូគឹបេនឹងដែលជាហេតុធ្វើឲ្យនគរបាលឬក៏មន្ត្រីប៉ូលីសនឹងគាត់ចាប់ផ្ដើមធ្វើការបិទរឿងនឹងនៅកន្លែងមួយចំនួនដោយសារតែខ្លាចថាមានការសម្លាប់បង្គាកាន់តែច្រើនជាងនឹងអញ្ចឹងបើទោះបីជាពេលវេលាកន្លងផុតទៅជាច្រើនសតវត្សហើយក៏ដោយក៏រឿងរ៉ាវរបស់អូហាត់សឹហើយនឹងតូគឹបេនឹងនៅតែត្រូវបានមនុស្សគ្រប់គ្នាចងចាំដែរហើយមនុស្សតែងតែទៅលេងនៅស៊ីយូណូតេនស្រីននឹងដើម្បីដាក់ផ្កានៅនឹងហើយគូខ្សែភរិយាថ្មីថ្មោអីហ្នឹងគេតែងតែទៅបួងសួងសូមឲ្យសេចក្តីស្នេហារបស់ពួកគេនឹងមានរយៈពេលយូរអង្វែងបានន័យថាសូមឲ្យស្រឡាញ់គ្នាបានយូរអង្វែងអញ្ចឹងក្រោយពីការគោរពបូជានៅទៅលេងហ្នឹងហើយក្រោយមកក៏គេចាប់ផ្ដើមល្បីថានៅស៊ីណូតេនស្រីនហ្នឹងឬក៏អូហាស៊ឹតេនជីនហ្នឹងចាប់ផ្ដើមមានខ្មោចលើងអ្នកខ្លះគេនិយាយថានៅពេលដែលគេទៅដល់នៅកន្លែងហ្នឹងនៅពេលដែលថ្ងៃលិចពួកគេបានឮសំឡេងមនុស្សស្រីយំអ្នកខ្លះទៀតនិយាយថាបានឮសំឡេងស្បែកជើងឈើដើរនៅក្នុងព្រៃរីឯអ្នកយាមមួយចំនួនគាត់និយាយថាគាត់បានឃើញមនុស្សស្រីម្នាក់ឈរនៅក្រោមដើមឈើដល់ពេលគេទៅជិតទៅមនុស្សស្រីហ្នឹងបានបាត់ខ្លួនបាត់ហើយមនុស្សស្រីដែលគេឃើញហ្នឹងគឺស្លៀកសម្លៀកបំពាក់ប្រពៃណីរបស់ជប៉ុនអាឈុតគីម៉ូណូហ្នឹងរីឯអ្នកខ្លះទៀតនិយាយថាអត់បានឃើញអីទេប៉ុន្តែពេលទៅលេងនៅកន្លែងហ្នឹងទៅធំក្លិនធុកយ៉ាងខ្លាំងហើយទោះបីជាអត់មានណាគេដុតធុកឬក៏អត់មានគេបន់ស្រន់អត់មានគេសែនអីក៏ដោយតែដឹងថាក្លិនធុកហ្នឹងវាធំមកពីខាងណាទេគេនិយាយថាគូស្នេហ៍ទាំងឡាយណាដែលបានទៅលេងនៅអូហាស៊ឹតេនជីនហ្នឹងហើយមានភក្តីម្ខាងក្បត់ឬក៏ភក្តីម្ខាងខកហ្នឹងអញ្ចឹងស្នេហារបស់ពួកគេហ្នឹងនឹងចាប់ផ្ដើមមានភាពរកម្មរកោហើយចាប់ផ្ដើមឆ្លោះគ្នាអ្នកខ្លះទៀតនិយាយថាបន្ទាប់ពីគេបានទៅលេងនៅកន្លែងហ្នឹងហើយពួកគេស្រាប់តែយល់សពឃើញមនុស្សស្រីម្នាក់អង្គុយយំនៅក្រោមដើមឈើហើយយំខ្លាំងមែនទែនហើយគេអត់ដឹងថាមនុស្សស្រីម្នាក់ហ្នឹងជាអ្នកណាទេនៅក្នុងឆ្នាំ2008គេចាប់ផ្ដើមសាងសង់រូបសំណាករបស់អូហាត់សឹហើយនឹងតូគឹបេនៅឯអូហាស៊ឹតេនជីននឹងដើម្បីជាការរំលឹកទៅដល់អូហាត់សឹហើយឲ្យមនុស្សគ្រប់គ្នាបានដឹងនិងចងចាំអំពីរឿងរ៉ាវស្នេហាដ៏កំសត់របស់ពួកគេអញ្ចឹងមកដល់ឥឡូវហ្នឹងអូហាត់ស៊ឹតេនជីនហ្នឹងនៅតែមានអ្នកទៅលេងអញ្ចឹងដោយអ្នកខ្លះគាត់ទៅបួងសួងសូមឲ្យស្នេហារបស់គាត់ហ្នឹងជោគជ័យអ្នកខ្លះទៀតទៅបួងសួងសូមរកគូព្រេងអញ្ចឹងណាហើយសម្រាប់អ្នកដែលគាត់មានគូស្នេហាអីចឹងគាត់ទៅទិញអា
ផ្លាកមួយដែលមានឈ្មោះថា Emma ដែលគេទិញផ្លាកហ្នឹងហើយគេទៅសេបួងសួងសូមឲ្យស្នេហារបស់ពួកគេបានសម្រេចដែរនៅលើផ្លាកហ្នឹងមានរូបរបស់អូហាត់ស៊ឹហើយនឹងតូគូបេរីឯក្មេងៗស្រីៗវិញគាត់ទៅទិញអាផ្លាក Emma ហ្នឹងដែរហើយគាត់គូររូបមនុស្សស្រីនៅលើផ្លាកហ្នឹងហើយសូមឲ្យសម្រស់របស់គាត់ហ្នឹងស្រស់ស្អាតចឹងណាដោយទៅសេឈ្មោះឲ្យគូររូបឲ្យដាក់វាព្យួរនៅកន្លែងអូហាត់ស៊ឹតែនជីនហ្នឹងអញ្ចឹងរឿងរ៉ាវរបស់អូហាត់ស៊ឹហើយនឹងតូគូបេគឺមានតែប៉ុណ្្នឹងទេហើយអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះសាច់រឿងមួយហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នាអាចធ្វើការ comment នៅក្នុង comment section ខាងក្រោមបានហើយបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តវីដេអូមួយហ្នឹងកុំភ្លេចជួយ like ក៏ដូចជាចុច subscribe ផងជាពិសេសហ្នឹងគឺ subscribe ដោយសារតែការ subscribe របស់អ្នកទាំងអស់គ្នាគឺជាកម្លាំងចិត្តរបស់ខ្ញុំនៅក្នុងការធ្វើវីដេអូបន្តទៀតសូមអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូមួយហ្នឹងតាំងពីដើមរហូតដល់ចប់សូមអរគុណសូមជម្រាបលាបាយ